ជំរាបសួរសួស្តីពុកម៉ែបងប្អូនព្រឹកនេះថ្ងៃទី13ខែ11 2025ស្ថានភាពមេឃនៅតែបន្តភ្លៀងបងប្អូនម្សិលមិញម៉ាលីហេងទាញតង់ធ្ងន់ចង់បងប្អូនអើយនិយាយពីអាណិតខ្លួនឯងរកពាក្យថ្លែងបានទេនេះប្តីមិនណោទាញតង់តម្រឹមបានក្របដលងនេះមើលតង់20គុណនឹង20បងប្អូនទាញឡើងចង់និយាយទ្រូងអស់ឲ្យតម្រឹមបានក្របមើលមេឃហើយម៉ាក់លីហេងនៅតែបន្តទិញដលងក្រៀមស្រស់ទទួលទិញធម្មតាតម្លៃទិញគឺតាមប្រភេទដលងពុកម៉ែបងប្អូនហើយចំពោះស្រោស្ងួតបងប្អូនយកមកបានតម្លៃលក់គឺតាមហាងឆេងអត់បាក់ភ័យទេបងប្អូនអុយក៏ទិញដែរឲ្យតែបងប្អូនមានចំណេញមិនចំណេញចាំគិតថ្ងៃក្រោយទៀតសំខាន់ឲ្យតែមានមុខណាម៉ាក់លីហេងជួយទិញទាំងអស់ដឹកមកបានកុំរំពឹងចង់បានអ្នកជួយមកទិញថ្លៃអីមិនមានទេបងប្អូនអើយមានតែតម្លៃទាបនេះឯងដែលលក់ស្រួលអើយតម្លៃទាបហ្នឹងទីផ្សារវាធំទូលំទូលាយតម្លៃខ្ពស់ហ្នឹងគឺតម្លៃដែលគេចោះមកជួយទិញយើងចាហើយគឺមានភាគតិចណាបងប្អូនគាត់ចោះមកម្នាក់ 400-500 តនទិញតែមួយខេត2ខេតហ្នឹងគ្រប់បាត់ទៅហើយបងប្អូនគាត់ទិញដកផងបើគាត់ទិញឲ្យមែនទេហ្នឹងទិញតែម្ចាស់ពីម្ចាស់ហ្នឹងស្រូវគេអ្នកធ្វើច្រើនហ្នឹងពេញបាត់ហើយចឹងហើយបងប្អូនតម្លៃគឺអត់ទាន់ឃើញមានឡើងមានអីទេតម្លៃស្រូវសើមស្រូវស្ងួតបើតាមម៉ាក់លីហេងដេញនៅខាងវៀតណាមគាត់មិនមែនឡើងអីទេ700ជាងអីប៉ុណ្ណោះឯងឃើញខាងវៀតណាមហ្នឹងគាត់ទេហៅ730 1 ឡូស្រូវស្ងួតបើស្រូវសើម600ជាង700តាមនោះដែរបងប្អូនស្រស់ស្អាតស្រស់មិនស្អាតទេណាហើយបងប្អូនមានមុខណាយកមកលក់ឲ្យម៉ាក់លីហេងបានអត់ជាបញ្ហាទេសំខាន់គឺឲ្យតែបងប្អូនលក់ចូលមកដល់សាច់រឿងយើងវិញបងប្អូននិយាយពីមួយថ្ងៃបងប្អូនអើយមេឃគេមិនដែលសូវល្អហាលដលងក្រោកឡើងប្តីហាលដលងទុកអោយទៅគេទៅបាត់ហើយប្រពន្ធនៅផ្ទះមើលថែហើយនេះវាកំសត់នឹងទាញតង់នេះឯងបងប្អូនអើយរកពាក្យនិយាយមិនចេញនិយាយពីធ្វើការស៊ូអស់ហើយបងប្អូនជីវិតថាប៉ុណ្ណេះហើយនៅថាក្រទៀតតាមតនើទៅបងប្អូនជីវិតនឹងវាស៊ូនឹងមេឃវាស៊ូនឹងថ្ងៃស៊ូគ្រប់បែបយ៉ាងមួយអតិជនមកបាត់ហើយនោះតាំងព្រលឹមដំណងបងប្អូនមកគយន្តដលងក្រៀមសង្សារ